ក្រសួងការបរទេសកម្ពុជាដឹកនាំធ្វើបទបង្ហាញជូនទូតនិងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជាក្រោយថៃសម្រេចបញ្ចប់ MOU ឆ្នាំ2021ជាឯកតោភាគីនៅរសៀលថ្ងៃទី6ខែឧសភាឆ្នាំ2026នៅទីស្តីការក្រសួងលោកជំទាវ អាត សោភារដ្ឋមន្ត្រីទីស្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញដឹកនាំធ្វើបទបង្ហាញជូនតំណាងស្ថាប័នបេសកកម្មការទូតនិងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជាក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី5ខែឧសភាឆ្នាំ2026ក្នុងការបញ្ចប់ជាឯកតោភាគីពីអនុសារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃទាក់ទងទៅនឹងតំបន់ដែលសមុទ្រទាមទារត្រួតស៊ីគ្នានៃខ្ពង់រាបបាតសមុទ្រដែលបានចុះហត្ថលេខាកាលពីឆ្នាំ2001បន្ថែមពីនេះលោកជំទាវរដ្ឋមន្ត្រីស្ដីទីក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គទូតអំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃផងដែរក្នុងថ្ងៃតែមួយនៃការប្រកាសបញ្ចប់លុបចោល MOU នេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដូចគ្នាដែរថាកម្ពុជានឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃដែលប្រទេសទាំងពីរបានប្រើប្រាស់អស់រយៈពេល25ឆ្នាំក្នុងករណីនេះក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយចំនួនដោយសន្តិវិធីកម្ពុជាពុំមានជំរើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេបន្ថែមលើនេះប្រមុខការទូតកម្ពុជាឯកឧត្តមប្រាក់សុខុនក៏បានឲ្យដឹងផងដែរថាក្នុងករណីដែលគណៈរដ្ឋមន្ត្រីថៃសម្រេចដកខ្លួនចេញពី MOU នេះគឺមានន័យស្មើនឹងប្រទេសថៃបោះបង់ចោលនៅយន្តការឬកិច្ចព្រមព្រៀងទ្វេភាគីដែលមានជាមួយគ្នាសម្រាប់ដោះស្រាយវិវាទតំបន់ត្រួតស៊ីគ្នានៅខ្ពង់រាបបាតសមុទ្រដែលបានប្រើប្រាស់អស់រយៈពេល25ឆ្នាំកន្លងទៅអាយដាមបានបញ្ជាក់ទៀតថាទោះបីជាភាគីថៃបញ្ចប់អនុសារណៈយោគយល់ឆ្នាំ2001នេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅលើដែនសមុទ្ររបស់ខ្លួននោះទេ